បាទថ្ងៃនេះជាថ្ងៃមរណភាពរបស់អូនដារបស់ដាដែលត្រូវជាកូនរបស់លោកគ្រូរតវ៉ាន់បាទហើយយើងទាំងអស់គ្នានៅទីនេះមានចិត្តបាទចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារលោកគ្រូរតវ៉ាន់ដែលបាត់ក្រុមគ្រួសារអញ្ចឹងសូមឲ្យគ្រប់កិច្ចការដែលយើងទាំងអស់គ្នាធ្វើក្នុងពិធីបុណ្យសពនេះដែលនៅក្នុងព្រះនាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអញ្ចឹងយើងមានអំណរសេចក្តីស្រឡាញ់របស់គាត់មានសេចក្តីសង្ឃឹមសេចក្តីស្លាប់ដែលមានសេចក្តីសង្ឃឹមឬក៏យើងអាចនិយាយបានថាសេចក្តីស្លាប់ក្នុងសេចក្តីសង្ឃឹមសេចក្តីស្លាប់ក្នុងសេចក្តីសង្ឃឹមដោយព្រោះវិញ្ញាណគាត់បានសម្រាកឬក៏បានទៅជួបព្រះយេស៊ូវនៅនគរស្ថានសួគ៌វិសេសជាងមនុស្សដទៃផ្សេងទៀតដែលគេស្លាប់ដែរប៉ុន្តែស្លាប់ក្នុងអំពើបាបស្លាប់ក្នុងបាបហើយវិញ្ញាណគេអត់បានជួបព្រះយេស៊ូវឬក៏នៅជាមួយព្រះយេស៊ូវបានទេគេស្លាប់ដែរប៉ុន្តែស្លាប់របស់គេនោះគ្មានទីសង្ឃឹមអត់មានទីសង្ឃឹមដែលបានរស់នៅក្នុងជីវិតថ្មីរូបកាយឧត្តមនៅនគរឋានសួគ៌ទេពិតប្រាកដដល់សម្រាប់មនុស្សមានបាបថ្ងៃស្លាប់របស់គេថ្ងៃមរណៈរបស់គេគ្មានទីសង្ឃឹមទេអត់មានសង្ឃឹមនៅក្នុងសេចក្តីស្លាប់ប៉ុន្តែឯយើងទាំងអស់គ្នាជាអ្នកដែលជឿដល់ព្រះយេស៊ូវវិញជាពួកកូនព្រះជាពួកបរិសុទ្ធនៃព្រះថ្ងៃស្លាប់របស់យើងគ្រប់គ្នាមិនថាកូនលោកគ្រូវ៉ាន់ទេទាំងខ្ញុំដែរទាំងលោកគ្រូអ្នកគ្រូបងប្អូននៅទីនេះដែរយើងរាប់ថាថ្ងៃស្លាប់របស់យើងមានទីសង្ឃឹមខុសពីមនុស្សមានបាបដែលគេស្លាប់ដែរប៉ុន្តែគេអត់មានសង្ឃឹមនៅក្នុងសេចក្តីស្លាប់នោះទេតែឲ្យយើងរាល់គ្នាយើងមកចែករំលែកបាទយើងជួបជុំគ្នាដើម្បីរំលែកទុក្ខដល់ក្រៀមក្រំក្រុមគ្រួសារលោកគ្រូរតវ៉ាន់ប៉ុន្តែការរំលែកទុក្ខសោកនោះមានសេចក្តីសង្ឃឹមនៅក្នុងថ្ងៃដែលស្លាប់នេះបាទអញ្ចឹងជាព្រះបន្ទូលក្នុងថ្ងៃនេះកំសាន្តចិត្តដល់ក្រុមគ្រួសារនៃសពដូចជាលោកគ្រូក្រុមគ្រួសារលោកគ្រូរតវ៉ាន់ឲ្យគាត់មានសេចក្តីអំណរបាទមានចិត្តអំណរនៅក្នុងកំពុងតែបាត់បង់សមាជិកក្រុមគ្រួសារអំណរក្នុងសេចក្តីក្រៀមក្រំអំណរក្នុងថ្ងៃដែលបាត់បង់ក្រុមគ្រួសារគាត់ប៉ុន្តែមានសេចក្តីអំណរនៅក្នុងការដែលបាត់បង់កូនជាទីស្រឡាញ់យើងមានអំណរត្រង់ថាកូនយើងបានធ្វើពិធីក្នុងព្រះអង្គម្ចាស់យេស៊ូវគ្រីស្ទចឹងយើងដឹងជាក់ក្នុងចិត្តថាអ្នកណាដែលបានសម្រាកក្នុងព្រះអង្គហើយវិញ្ញាណគេនឹងបានចូលទៅក្នុងលោកកាយឧត្តមនៅឯនគរឋានសួគ៌ជាមួយព្រះយេស៊ូវបាទអញ្ចឹងសេចក្តីក្រៀមក្រំរបស់គាត់នេះលាយឡំនឹងអំណរនៅក្នុងចិត្តហើយលាយឡំនឹងសេចក្តីសង្ឃឹមនៅក្នុងចិត្តគាត់មានសេចក្តីសង្ឃឹមនៅក្នុងថ្ងៃមរណភាពកូនគាត់បាទខុសពីអ្នកដែលអត់មានព្រះយេស៊ូវខុសពីមនុស្សដែលស្លាប់ក្នុងអំពើបាបទាំងក្រុមគ្រួសារនៃសពទាំងសពបាទអត់មានសេចក្តីសង្ឃឹមទេរួមទាំងក្រុមគ្រួសារនៃសពផងដែរក៏អត់មានទីសង្ឃឹមដែរដែលព្រោះក្នុងរស់នៅក្នុងអំពើបាបប៉ុន្តែថ្ងៃនេះយើងទាំងអស់គ្នាខុសពីមនុស្សមានបាបបាត់យើងបានរួចពីបាបហើយក៏មិនមែនជាមនុស្សមានបាបទៀតដែរដោយសារព្រះគុណនៃព្រះយេស៊ូវយើងទាំងអស់គ្នាបានកលេចមើលព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញមែនអត់ព្រះយេស៊ូវក៏បានសគត់ឬក៏បានស្លាប់ដូចជាមនុស្សសពថ្ងៃដែរព្រះយេស៊ូវក៏បានមរណភាពឬក៏បានសគត់ឬក៏បានស្លាប់ឬក៏បាត់បង់ជីវិតដូចជាមនុស្សសពថ្ងៃដែរដោយព្រោះអំពើបាបយើងរាល់គ្នាដែលព្រះអង្គបានទទួលយកហើយច្បាស់ជាបាបក៏មានអំណាចលើរូបសាច់យើងគ្រប់គ្នាដែរ
នៅពេលដែលជីវិតខាងសាច់ឈាមយើងជាប់មានបាបជាមិនរួចពីសេចក្តីស្លាប់ទេបានជាគម្ពីរសម្ដែងយ៉ាងជាក់ច្បាស់ថាឈ្នួលនៃអំពើបាបគឺជាសេចក្តីស្លាប់រ៉ូមចំពោះ6ខ23បានសម្ដែងយ៉ាងជាក់ច្បាស់ថាឈ្នួលនៃអំពើបាបគឺជាសេចក្តីស្លាប់ទាមទារតម្រូវឲ្យមនុស្សស្លាប់មនុស្សត្រូវតែស្លាប់ដោយសារយើងជាប់មានបាបយើងមានបាបគ្រប់គ្នាមានបាបជាមិនរួចឬក៏យើងដឹងជាក់ថាទៀងតែនឹងស្លាប់ជីវិតយើងទៀងតែនឹងស្លាប់មិនដឹងថាថ្ងៃនេះឬក៏ថ្ងៃស្អែកឬក៏ថ្ងៃខាងមុខតែយើងដឹងជាក់ប្រកបថាយើងទៀងតែនឹងស្លាប់គម្ពីរបានបញ្ជាក់អញ្ចឹងប៉ុន្តែក្នុងគម្ពីររ៉ូមចំពុក8ខ10បានបញ្ជាក់ថាបើព្រះយេស៊ូវគង់ក្នុងជីវិតយើងសាច់ឈាមនេះរូបសាច់នេះស្លាប់មែនរូបសាច់នេះស្លាប់មែនដោយព្រោះបាបតែឯវិញ្ញាណវិញរស់តែវិញ្ញាណនៅក្នុងរូបកាយនេះបានរស់ដោយសារព្រះវិញ្ញាណនៃព្រះដោយសារព្រះយេស៊ូវគង់ក្នុងជីវិតយើងបានជាគម្ពីរនឹងបំភ្លឺយើងកាន់តែជាក់ច្បាស់ដើម្បីជាទីការកំសាន្តចិត្តដល់ក្រុមគ្រួសារនៃសពហើយក៏ជាការកំសាន្តចិត្តដល់លោកគ្រូអ្នកគ្រូបងប្អូនយើងដែលមកទីនេះឲ្យបានភ្លឺឡើងត្បិតការសោយសោករបស់យើងនេះហើយសេចក្តីស្លាប់ក្នុងពិធីបុណ្យសពនេះមានសេចក្តីសង្ឃឹមដល់យើងHello បាទអញ្ចឹងយើងព្រះសព្វហាតីឲ្យយើងយល់ពីជីវិតយល់អំពីដំណើរជីវិតរស់នៅសពថ្ងៃហើយគម្ពីរបានបំភ្លឺយើងឲ្យដឹងជាក់ច្បាស់ថ្ងៃមរណៈពិសេសជាងថ្ងៃកើតដើម្បីឲ្យយល់ថាតើថ្ងៃស្លាប់មិនបានជាពិសេសជាងថ្ងៃកើតព្រោះថាកើតមកជាប់មានបាបហើយរស់នៅហត់លំបាកវេទនាបាបជាប់មានបាបកើតមកមានបាបមានបាបហើយបាបនោះនាំឲ្យត្រូវបណ្ដាសាទុក្ខវេទនាហើយការលំបាកជាច្រើនអញ្ចឹងអ្នកដែលកើតមកហើយអត់ស្រួលទេរស់នៅអត់ស្រួលទេមែនទេប្រឈមនឹងអាយុច្រើនអាយុកាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំអាយុកើនហើយវិវត្តរូបកាយយើងកើតមកវិវត្តពីទៅរស់ទៅពេញវ័យចាស់ឡើងហើយមានជំងឺជាច្រើនហើយប្រឈមមុខចុងបញ្ចប់នៃជីវិតសេចក្តីស្លាប់កើតមកគឺជាប់មានបាបចឹងបានជាថ្ងៃមរណៈភាពពិសេសជាងថ្ងៃកើតចឹងគ្មាននរណាមួយដែលរស់នៅស្រួលទេអត់មាននរណាថាស្រួលទេឥឡូវបងប្អូនពិចារណាយើងម្នាក់មើលតើស្រួលអត់យើងរស់នៅសុខស្រួលទេលំបាកហើយមិនស្រួលទៀតណាខំហើយមិនស្រួលទៀតណាហើយខំរក្សារូបកាយហើយនៅតែឈឺទៀតណាខំការពារសុខភាពហើយការពារមិនបានទៀតណាហើយចេះតែខ្សោយទៅចាស់ទៅឈឺទៅហើយការពារសេចក្តីស្លាប់ការពារអត់បានទៅទៀតដែលព្រោះបានមានអំណាចលើសាច់យើងនេះបានជាថ្ងៃកើតមកដោយព្រោះបាបហើយកំណើតតាមរយៈធនីដីទៅឯធនីដីហើយវិញ្ញាណមកពីព្រះទៅឯព្រះវិញចឹងសូមឲ្យថ្ងៃមរណភាពរបស់យើងពិសេសត្រង់ថាមានព្រះយេស៊ូវថ្ងៃមរណភាពយើងបានស្គាល់ម្ចាស់នៃជីវិតម្ចាស់ដែលផ្ដល់សេចក្តីសង្ឃឹមសេចក្តីស្លាប់យើងអំណរឬក៏ពិសេសជាងថ្ងៃកើតត្រង់ថាយើងបានស្គាល់ម្ចាស់នៃជីវិតយើងម្ចាស់ដែលបានបង្កើតយើងហើយផ្ដល់សេចក្តីសង្ឃឹមដល់យើងផ្ដល់សេចក្តីសង្ឃឹមត្រង់ថាអ្នកណាដែលមានព្រះយេស៊ូវបានអត់ទោសហើយវិញ្ញាណគេនឹងទទួលបានរូបកាយថ្មីរូបកាយឋានសួគ៌នៅជាមួយព្រះចាក់ចេញពីផែនដីនេះមែនតែទៅឯនគរឋានសួគ៌ជាកន្លែងដែលវិសេសជានៅផែនដីទៅទៀត
sau ngày nayព្រះយេស៊ូវគង់នៅខាងស្ដាំព្រះវរបិតាជាកន្លែងដ៏ពិសេសជាកន្លែងដ៏ល្អនគរឋានសួគ៌ពិសេសជាងផែនដីអត់ពិសេសជាងចឹងបានជាយើងពិសេសណាស់ថ្ងៃមរណភាពយើងចឹងថ្ងៃមរណភាពរបស់យើងមានសេចក្តីសង្ឃឹមត្រង់ថាមានព្រះយេស៊ូវដែលព្រះអង្គសន្យានឹងទទួលវិញ្ញាណយើងចូលក្នុងលោកកាយឋានសួគ៌ទៅនៅជាមួយព្រះអង្គចុះអ្នកដែលអត់មានព្រះយេស៊ូវវិញថ្ងៃស្លាប់របស់គេអត់មានសង្ឃឹមចឹងបានជាថ្ងៃនេះសូមឲ្យព្រះបន្ទូលក្នុងថ្ងៃនេះកំសាន្តចិត្តដល់ក្រុមគ្រួសារនៃសពដូចជាលោកគ្រូរតវ៉ាន់ហើយទាំងក្រុមគ្រួសារសូមឲ្យគាត់មានសេចក្តីសង្ឃឹមក្នុងថ្ងៃមរណភាពកូនប្រុសគាត់ដោយដឹងថាកូនប្រុសគាត់បានសម្រាកមែនប៉ុន្តែថ្ងៃស្លាប់របស់គាត់មានសេចក្តីសង្ឃឹមត្រង់ថាវិញ្ញាណគាត់ទៅឋានសួគ៌នៅជាមួយព្រះយេស៊ូវខុសពីមនុស្សមានបាបដែលគេស្លាប់ទៅអត់មានសង្ឃឹមទេហើយស្លាប់ទៅណាជាប់ទោសជំនុំជម្រះបោះចូលបឹងភ្លើងដូចគ្នាដែរកុំឲ្យយើងផ្លែកចិត្តក្នុងសេចក្តីស្លាប់ឡើយដោយព្រោះបាបទើបយើងស្លាប់ដោយព្រោះបាបទើបយើងត្រូវចាស់ឈឺស្លាប់ចឹងបានជាចូលភ្លឺឡើងទទួលយកនៅការពិតសេចក្តីពិតដែលព្រះបានបំភ្លឺបាបនោះត្រង់ថាយើងខុសច្បាប់របស់ព្រះល្មើសច្បាប់ព្រះតាំងពីឪពុកយើងមករហូតដល់ដល់យើងគ្រប់គ្នាប៉ុន្តែដើម្បីឲ្យរួចផុតពីបាបចូលឲ្យយើងបានជាមេត្រីនឹងព្រះវិញចូលឲ្យយើងមកឯព្រះវិញចូលឲ្យយើងបានជឿដល់ព្រះយេស៊ូវដែលព្រះវរបិតាចាត់មកដើម្បីផ្សះផ្សាយើងឲ្យបានជាមេត្រីនឹងព្រះវិញដើម្បីយើងបានរួចផុតពីបាបហើយមានសេចក្តីសង្ឃឹមនៅក្នុងជីវិតដើម្បីឃើញជីវិតថ្មីក្នុងព្រះយេស៊ូវជីវិតថ្មីក្នុងព្រះយេស៊ូវរស់មានសេចក្តីសង្ឃឹមទោះបើសពថ្ងៃនេះយើងទុក្ខវេទនាមែនតែមានសេចក្តីសង្ឃឹមក្នុងទុក្ខវេទនាទោះបើយើងទុក្ខសោកវេទនាឬក៏ចុងបញ្ចប់នៃជីវិតយើងជាសេចក្តីស្លាប់មែនប៉ុន្តែសេចក្តីស្លាប់របស់យើងថ្ងៃមរណភាពរបស់យើងមានសង្ឃឹមតាមរយៈព្រះយេស៊ូវដែលព្រះវរបិតាដែលគង់ឋានសួគ៌ចាត់មកប្រទានដល់យើងដើម្បីឲ្យយើងបានជាមេត្រីនឹងព្រះវរបិតាយើងបានជាមេត្រីនឹងព្រះហើយយើងក៏បានរួចផុតពីបាបហើយយើងនឹងបានសេចក្តីសង្ឃបាទយើងនឹងបានសេចក្តីសង្គ្រោះហើយបាទនេះជាព្រះបន្ទូលរបស់ព្រះចឹងចូលយើងទៅលេងមើលអំពីព្រះយេស៊ូវដែលទ្រង់សង្កត់ដោយព្រោះបាបដែរតែទ្រង់មានព្រះជន្មរស់ឡើងវិញដោយសារព្រះវិញ្ញាណនៃព្រះវិញ្ញាណបរិសុទ្ធនៃព្រះប្រោសព្រះយេស៊ូវឲ្យរស់ឡើងវិញក៏ដូចគ្នាដែរអ្នកណាដែលជឿដល់ព្រះយេស៊ូវហើយព្រះវិញ្ញាណនៃព្រះយេស៊ូវគឺជាព្រះវិញ្ញាណបរិសុទ្ធក៏នឹងប្រោសអ្នកនោះឲ្យរស់ឡើងវិញដែរបើព្រះយេស៊ូវមានបញ្ជនរស់ហើយអ្នកដែលជឿដល់ព្រះយេស៊ូវក៏រស់ឡើងវិញដែរហើយបើសពថ្ងៃនេះព្រះយេស៊ូវគង់នៅស្ថានសួគ៌ហើយព្រះអង្គនឹងនាំអស់អ្នកណាដែលជឿដល់ព្រះអង្គទៅឯនគរឋានសួគ៌ដែរហើយព្រះយេស៊ូវបានសន្យាជាមួយអស់អ្នកណាដែលជឿដល់ព្រះអង្គគង់នៅឋានសួគ៌យាងទៅឋានសួគ៌ព្រះអង្គនឹងវិលមកវិញទទួលអ្នកណាដែលជឿដល់ព្រះអង្គទៅនៅកន្លែងជាមួយព្រះអង្គទៅរៀបចំកន្លែងឲ្យយើងជាស្រេចអញ្ចឹងសេចក្តីស្លាប់របស់យើងគ្រប់គ្នាមានសេចក្តីសង្ឃឹមក្នុងសេចក្តីស្លាប់ខុសពីមនុស្សមានបាបដែលអត់បានជឿដល់ព្រះយេស៊ូវថ្ងៃនេះយើងមានអំណរត្រង់ថាដែលកូនរបស់លោកគ្រូដល់បានហើយក៏បានបញ្ចប់ជីវិតឬក៏បានមរណភាពឬក៏បានសម្រាកក្នុងព្រះអង្គម្ចាស់អញ្ចឹងថ្ងៃមរណភាពគាត់ពិសេសជាងថ្ងៃដែលគាត់កើតមកព្រោះគាត់កើតមកជីវិតគាត់នឿយហត់ណាស់លំបាកណាស់មិនត្រឹមតែជីវិតគាត់ទេយើងពិចារណាជីវិតយើងដែរជីវិតយើងក៏នឿយដែរខិតខំប្រឹងប្រែងណាស់ហើយសពថ្ងៃយើងមើលរូបកាយយើងពិចារណារូបកាយយើងនឿយក៏នឿយហើយមានទាំងជំងឺហើយប្រឈមមុខនឹងសេចក្តីវេទនាហើយចុងបញ្ចប់នៃជីវិតយើងជាមិនរួចសេចក្តីស្លាប់ដូចគ្នា
ថ្ងៃនេះក្រុមគ្រួសារលោកគ្រូរតវ៉ាន់ថ្ងៃមុនក្រុមគ្រួសារខ្ញុំម្ដាយខ្ញុំបង្កើតបាទលោកគ្រូរតវ៉ាន់បានអញ្ជើញចូលរួមហើយម្ដាយខ្ញុំបង្កើតក៏បានសម្រាប់ម្ដាយខ្ញុំអំណរថ្ងៃមរណៈរបស់ម្ដាយខ្ញុំមានសេចក្តីសង្ឃឹមក្នុងថ្ងៃមរណភាពហ្នឹងដែលព្រោះវិញ្ញាណគាត់បានទៅនៅមួយព្រះអង្គខ្ញុំអំណរហើយថ្ងៃមួយខ្ញុំក៏បានសម្រាប់ក្នុងព្រះយេស៊ូវដែរសម្រាប់ក្នុងព្រះអង្គដែរថ្ងៃមួយក៏ខ្ញុំបានសម្រាប់ក្នុងព្រះដែរហើយក៏ខ្ញុំមានអំណរក្នុងថ្ងៃមរណភាពខ្ញុំឬក៏ថ្ងៃដែលខ្ញុំស្លាប់ដូចគ្នាដោយព្រោះមានព្រះយេស៊ូវជីវិតយើងមានព្រះយេស៊ូវយើងនឹងមានសេចក្តីអំណរឬក៏សេចក្តីសង្ឃឹមក្នុងសេចក្តីស្លាប់យើងគ្រប់គ្នាសេចក្តីស្លាប់នឹងមានសេចក្តីសង្ឃឹមនៅពេលដែលយើងមានព្រះយេស៊ូវប៉ុន្តែបើយើងអត់មានព្រះយេស៊ូវអត់មានសេចក្តីសង្ឃឹមក្នុងសេចក្តីស្លាប់ទេព្រោះបានមានតែវេទនាអស់កលចំណេញជាប់ទោសជំនុំជម្រះបោះចូលបឹងភ្លើងតែយើងរាល់គ្នាមានពោពិតមានពោហើយអ្នកណាដែលជឿដល់ព្រះយេស៊ូវមានព្រះយេស៊ូវត្បិតបានអត់ទោសជាគោព្រះហើយទោះបើរូបកាយនេះត្រសាលយើងនេះរូបកាយនេះលំនៅឋានយើងរូបកាយសាច់ឈាមយើងនេះបានដោះចេញឬក៏ពុករលួយមែនតែឯវិញ្ញាណដល់ជាជីវិតនោះមិនពុករលួយទេដែលនឹងចាក់ចេញទៅនៅជាមួយព្រះបាទនេះជាសេចក្តីពិតសូមឲ្យយើងរស់ក្នុងសេចក្តីពិតខុសពីមនុស្សមានបាបដទៃដែលគេរស់ដូចគ្នាយើងរស់ដូចគេរស់ដូចយើងតែយើងរស់ខុសពីគេយើងរស់ក្នុងសេចក្តីសង្ឃឹមទោះបើយើងសពថ្ងៃនេះក្រីក្រតោកចាកលំបាកវេទនាឬក៏មានជំងឺសពបែបយ៉ាងប៉ុន្តែសេចក្តីអាក្រក់នោះសេចក្តីតោកចាកនោះសេចក្តីខ្វះខាតនោះឬក៏ភាពចាស់ជរានោះភាពខ្វះខាតនោះប៉ុន្តែបង្កប់នៅសេចក្តីសង្ឃឹមនៅក្នុងនោះដោយសារមានព្រះយេស៊ូវគង់ជាមួយយើងព្រះអង្គជ្រាបពីសេចក្តីខ្វះខាតយើងព្រះអង្គជ្រាបពីទុក្ខលំបាកយើងព្រះអង្គជ្រាបពីរូបសាច់ដែលខ្សោយល្វើយយើងព្រះអង្គជ្រាបអត់សាច់ឈាមដែលយើងខ្សោយល្វើយព្រះអង្គជ្រាបអត់រូបកាយដែលយើងវិវត្តទៅពុករលួយព្រះអង្គជ្រាបអត់ហើយព្រះអង្គជ្រាបថាយើងក៏ស្លាប់ដូចជាព្រះអង្គដែរគ្រប់គ្នានឹងស្លាប់ដូចជាព្រះអង្គស្លាប់ដោយព្រោះបាបយើងដែរប៉ុន្តែចូលសង្ឃឹមឡើងព្រះអង្គដែលយើងមិនស្លាប់ជារៀងរហូតទេ3ថ្ងៃក្រោយទ្រង់មានព្រះជន្មរស់ឡើងវិញជាក្តីសង្ឃឹមសម្រាប់អ្នកណាជឿដល់ព្រះអង្គដើរតាមព្រះអង្គបើយើងជឿថាព្រះអង្គរស់ឡើងវិញចុះយើងជឿថាអ្នកណាដែលជឿដល់ព្រះយេស៊ូវព្រះអង្គប្រោសរស់ឡើងវិញដែរអត់បើជឿដែរចូលឲ្យរស់ក្នុងសេចក្តីសង្ឃឹមរស់ដែលមានសេចក្តីសង្ឃឹមមិនថាខ្ញុំខ្វះខាតមិនថាខ្ញុំទុក្ខលំបាកមិនថាខ្ញុំចាស់ជរាមិនថាខ្ញុំអស់កម្លាំងសោយល្វើយឬក៏ជំងឺមិនថាខ្ញុំប្រឈមនឹងសេចក្តីស្លាប់នៅចំពោះមុខប៉ុន្តែមានសេចក្តីសង្ឃឹមថ្ងៃស្លាប់របស់យើងក៏មានសេចក្តីសង្ឃឹមថ្ងៃទុក្ខវេទនាយើងក៏មានសេចក្តីសង្ឃឹមហើយដំណើរជីវិតយើងខ្វះខាតក៏មានសេចក្តីសង្ឃឹមនៅក្នុងនោះដោយព្រោះព្រះអង្គគង់ជាមួយយើងជាស្ដែងដោយលោកគ្រូពូនក៏មានជំងឺអញ្ចឹងប៉ុន្តែទោះបើគាត់ឈឺគាត់មិនស្រួលទេខ្ញុំជឿថាគាត់អត់រីករាយសប្បាយទេដោយព្រោះជំងឺប៉ុន្តែគាត់រស់មានសេចក្តីសង្ឃឹមក្នុងដំណើរជីវិតដែលឈឺហ្នឹងព្រះយេស៊ូវតែងតែកំសាន្តចិត្តគាត់ទោះបើគាត់ឈឺមែនប៉ុន្តែគាត់នឹកចាំពីព្រះយេស៊ូវដែលគង់ជាមួយគាត់មិនឃ្លាតចេញពីគាត់ហើយក៏នឹកចាំពីគាត់អញ្ចឹងគាត់មានអំណរឬក៏មានសេចក្តីសង្ឃឹមក្នុងការដែលយើងឈឺមានសង្ឃឹមក្នុងការដែលយើងនឿយហត់យើងនឿយមែនគ្រប់គ្នាត្រូវនឿយមែនជាឲ្យរួចទេការនឿយហត់ជាឲ្យរួចទេអំពីជីវិតឈឺជាឲ្យរួចទេអ្នកណាថាអត់ឈឺមានអ្នកណាថាអត់ឈឺអត់បដិសេធបានទេបានមានអំណាចលើរូបសាច់ហើយរូបសាច់នេះឈួរទៅក្នុងសេចក្តីពុករលួយប៉ុន្តែជីវិតថ្មីកំពុងតែកែឡើងជាថ្មីមានន័យឲ្យវិញ្ញាណដល់ជាជីវិតក្នុងរូបកាយដល់ពុករលួយនេះ
ព្រះយេស៊ូវយាងមកត្រូវចាំទុកមនុស្សជាវិញ្ញាណហើយវិញ្ញាណនៅក្នុងរូបកាយគឺជាជីវិតហើយវិញ្ញាណនៅក្នុងរូបកាយរស់ដោយសារព្រះបន្ទូលនៃព្រះយេស៊ូវរស់ដោយសារព្រះនាមព្រះយេស៊ូវព្រះយេស៊ូវបានយាងមកសង្គ្រោះយើងឲ្យរួចផុតពីបាបឲ្យវិញ្ញាណនៅក្នុងរូបកាយបានរស់វិញ្ញាណនៅក្នុងរូបកាយបានរស់មិនមែនសាច់ឈាមបានរស់ទេមិនយាងមកយាយឯងខ្ញុំដែលទៅរស់អញ្ចឹងទៅមិនអញ្ចឹងទេមិនមែនព្រះយេស៊ូវយាងមកផ្ដល់មាសផ្ដល់ពេជ្រផ្ដល់ផ្ទះធំឬក៏សេចក្តីអ្វីសពបែបយ៉ាងដែលបំពេញសាច់ឈាមទេអត់ទេព្រះអង្គមិនបានបំពេញសាច់ឈាមដែលទៀងតែពុករលួយទេមានចាំទេព្រះយេស៊ូវបង្រៀនយើងថាម៉េចកុំឲ្យយើងខំប្រឹងឲ្យបានតែអាហារដែលទៀងតែពុករលួយមែនអត់គ្រប់គ្នារងឲ្យខំប្រឹងណាស់ប៉ុន្តែសេចក្តីខំប្រឹងរបស់គេដើម្បីបានតែអាហារដែលតែពុករលួយគេគិតថាជីវិតគេរស់នៅដោយសារអាហារប៉ុន្តែបងបញ្ជាក់យ៉ាងច្បាស់ថាម៉េចអាហារនោះក៏មិនអាចឲ្យមានជីវិតជារឿងរហូតទេអាហារនោះទៀងតែពុករលួយទេគ្រាន់តែចិញ្ចឹមជីវិតខាងសាច់ឈាមបណ្ដោះអាសន្នទេហើយអាហារនោះគង់តែយើងទទួលទានហើយបរិភោគហើយយើងហេវទៀតយើងឃ្លានទៀតហើយយើងគង់តែចាក់ឈឺដដែលទេមិនមែនមិនឲ្យយើងមិនទទួលទានទេតែយើងទទួលទានតែព្រះអង្គបញ្ជាក់ថាអាហារនោះមិនមែននាំឲ្យយើងរស់នៅលើផែនដីជារៀងរហូតទេមិនមែនឲ្យយើងខំប្រឹងឲ្យបានអាហារហើយរស់នៅលើផែនដីជារៀងរហូតទេថ្ងៃនេះថ្ងៃមុនម្ដាយខ្ញុំសម្រាប់ក្នុងព្រះអង្គចាស់ថ្ងៃនេះក្រុមគ្រួសារលោកគ្រូរ៉វ៉ាន់កូនប្រុសគាត់បានសម្រាប់ក្នុងព្រះអង្គចាស់ថ្ងៃបន្តទៀតគឺយើងដែរមែនទេគ្រូវល់យើងដែរប៉ុន្តែយើងមានសេចក្តីសង្ឃឹមក្នុងថ្ងៃស្លាប់របស់យើងទោះបើសប្តាហ៍ថ្ងៃនេះយើងនឿយមែនយើងហត់មែនយើងវេទនាមែនប៉ុន្តែមានព្រះគង់ជាមួយយើងហើយព្រះអង្គតែងតែលួងលោមចិត្តយើងថាអត់ធ្មត់តិចទៀតយើងលេងលំបាកហើយបងរៀបចំអនាគតដ៏ល្អហើយពិសេសសម្រាប់យើងហើយអនាគតដែលល្អគឺវិញ្ញាណចាក់ចេញរូបកាយនេះចូលទៅក្នុងរូបកាយឋានសួគ៌នេះជាអនាគតដែលព្រះអង្គរៀបចំឲ្យយើងមិនមែនអនាគតយើងរូបកាយយើងវិញ្ញាណនៅក្នុងរូបកាយយើងគេទៅរស់នៅសុខសាន្តមិនមែនសុខទេដរាបណាវិញ្ញាណនៅក្នុងរូបកាយនេះគឺយើងវេទនារហូតហើយព្រះមិនចង់ឃើញយើងព្រះមិនចង់តូនឃើញយើងវេទនាទេឥឡូវដល់ពេលខ្ញុំមើលឃើញគ្រប់គ្នានៅចំពោះខ្ញុំនៅណាមួយដែលអត់វេទនាខ្ញុំមើលឃើញវេទនាទាំងអស់បើមិនខ្វះលុយក៏ឈឺក៏ចាស់ក៏ខ្សោយក៏ល្វើយក៏ហត់ក៏នឿយហើយមានបន្ទុកបញ្ហាជាច្រើនមិនស្រួលទេហើយខ្ញុំត្រៀមចិត្តជាស្រេចក្នុងការទទួលភាពចាស់ភាពឈឺភាពជរានឹងរួចជាស្រេចដែរខ្ញុំក៏ត្រៀមដែរខ្ញុំក៏ទទួលយកដែរការហ្នឹងទោះបើសប្តាហ៍ថ្ងៃនេះខ្ញុំដើរបានមិនជាមានជំងឺធំដុំគង់តែខ្ញុំខ្សោយដែរល្វើយដែរហើយក៏ឈឺម្ដងម្កាលដែរហើយចុងបញ្ចប់នៃជីវិតខ្ញុំគឺឈ្មោះសេចក្តីស្លាប់ដែរប៉ុន្តែខ្ញុំទទួលយកបានសេចក្តីពិតរបស់ព្រះបានបំភ្លឺឲ្យជាក់ច្បាស់ហើយព្រះអង្គសភាតីឲ្យយើងទាំងអស់គ្នាដើរក្នុងពន្លឺដើរក្នុងសេចក្តីពិតរស់ក្នុងសេចក្តីពិតយើងមិនអាចបដិសេធបានទេប៉ុន្តែជាព្រះបន្ទូលកំសាន្តចិត្តយើងធំណាស់ខុសពីមនុស្សឯទៀតដែលគេអត់មានពន្លឺអត់មានចម្លើយយើងវេទនាមែនតែយើងមានព្រះគង់ជាមួយមានព្រះជ្រាបពីភាពខ្សោយរបស់យើងមានព្រះគង់ជាមួយយើងមានឪពុកនៅក្បែរយើងមានឪពុកគង់ជាមួយយើងថាកូនកុំធ្ងោកូនឯងឈឺមែនតែទ្រាំទុកលំបាកដ៏ខ្លី
សេចក្តីវេទនាដ៏ខ្លីសេចក្តីតក់ចាក់លំបាកវេទនាដ៏ខ្លីនេះមែនប៉ុន្តែពេលដែលវិញ្ញាណកូនឯងចាក់ចេញទៅឪពុកបានត្រៀមរួចជាស្រេចជីវិតកូនឯងគឺវិញ្ញាណទោះបើសពថ្ងៃរូបកាយនឹងវាចាស់មែនវាឈឺមែនវានឿយហត់មែនតែស៊ូទៅកូនឯងអត់នៅលើផែនដីនេះយូរទេហើយកូនឯងអាចបំរើបានក៏បំរើទៅទោះឈឺក្តីជាក្តីធ្វើទៅតែថ្ងៃខាងមុខឪពុករៀបចំជីវិតកូនឯងរួចជាស្រេចវេលាណាដែលកូនឯងទៅលេងដូចពេលណាឪពុកយកវិញ្ញាណកូនឯងទៅឋានសួគ៌នេះជាចម្លើយបានជាខ្ញុំទោះមកខ្ញុំទុកលំបាកខ្វះខាតទុកវេទនាតោកដាក់លំបាកយ៉ាងណាក៏ដោយតែព្រះអង្គគង់ជាមួយខ្ញុំកំសាន្តចិត្តខ្ញុំរាល់ថ្ងៃហើយរុញច្រានខ្ញុំឲ្យធ្វើការឪពុកទៅអ្វីដែលខ្ញុំត្រូវធ្វើនៅលើផែនដីគឺធ្វើការព្រះបំភ្លឺមនុស្សឲ្យមានសេចក្តីសង្ឃឹមក្នុងជីវិតដ៏វេទនានេះយូហានចំពុក16 ខ 33អ្នករាល់គ្នានៅលើផែនដីវេទនាមែនគម្ពីរយូហានដំណឹងល្អចំពុក16 ខ 33អ្នករាល់គ្នាមនុស្សទាំងអស់នៅលើផែនដីរស់នៅលើផែនដីនេះវេទនាមែនគ្មាននរណាអត់វេទនាទេគ្មាននរណាអត់វេទនាទេហើយក៏គ្មាននរណាមិនឈឺចាក់ស្លាប់ដែរវេទនាមែនតែចូលសង្ឃឹមឡើងចម្លើយដ៏ល្អដែលព្រះយេស៊ូវមានបន្ទូលមកកាន់យើងវេទនាមែនដោយព្រោះបាបហើយការដែលខត់ខំរស់នៅដោយសេចក្តីតោកចាស់លំបាកវេទនាយើងហើយប្រឈមមុខពីភាពចាស់ឈឺស្លាប់យើងវេទនាមែនទេហើយសេចក្តីវេទនានោះឆ្ពោះទៅសេចក្តីអន្តរាយគឺសេចក្តីស្លាប់ប៉ុន្តែក្នុងសេចក្តីស្លាប់របស់យើងមានសេចក្តីសង្ឃឹមសេចក្តីវេទនាយើងសេចក្តីស្លាប់យើងមានសេចក្តីសង្ឃឹមនៅក្នុងសេចក្តីវេទនាមានសេចក្តីសង្ឃឹមនៅក្នុងសេចក្តីស្លាប់យើងមានសេចក្តីសង្ឃឹមដែលព្រោះមានព្រះយេស៊ូវចូលសង្ឃឹមឡើងព្រះយេស៊ូវមានបន្ទូលថាចូលសង្ឃឹមឡើងត្បិតព្រះអង្គឈ្នះលោកីហើយព្រះអង្គឈ្នះសេចក្តីស្លាប់ហើយព្រះអង្គមានប្រជញ្ញរស់ឡើងវិញហើយមនុស្សជាច្រើនជាង500នាក់មានបងប្អូនជាង500នាក់ក៏បានឃើញមានผู้សិស្សរបស់ព្រះអង្គក៏បានឃើញមនុស្សជាច្រើនក៏បានឃើញចូលសង្ឃឹមឡើងនេះជាសេចក្តីសង្ឃឹមដែលព្រះអង្គមានបន្ទូលទៅកាន់អ្នកដែលកំពុងតែអស់សង្ឃឹមមនុស្សដែលកំពុងតែទុក្ខវេទនាសប្តាហ៍នេះយើងបាននឿយហត់លំបាកវេទនាប៉ុន្តែព្រះយេស៊ូវមានបន្ទូលចូលសង្ឃឹមឡើងដែលព្រោះព្រះយេស៊ូវធ្វើឲ្យយើងមួយថ្ងៃទៅមួយថ្ងៃយើងរស់នៅក្នុងសេចក្តីទុក្ខលំបាកមែនយើងស៊ូទ្រាំបានបាទយើងអត់ធ្ងោយើងអត់វល់ដូចជាមនុស្សបាបដទៃទេបើមនុស្សមានបាបបើសិនជាគេឈឺហើយគេជាអ្នកមានលុយគេគិតវិញឆ្ងាយអូអញស្លាប់ទៅទ្រាំអញឲ្យណាតែសម្បែងអញនឹងទៅជារបស់អ្នកណាហើយអញស្លាប់ទៅឯណាគេអត់មានចម្លើយគេអត់មានសេចក្តីសង្ឃឹមទៅទៀតមានលុយហើយធ្វើអ្វីមិនកើតទៅទៀតដល់ពេលដែលគេស្លាប់គេមានលុយគេមានទ្រព្យគេមានអ្វីគ្រប់យ៉ាងតែអត់មានសេចក្តីសង្ឃឹមនៅក្នុងដំណើរជីវិតគេចុងក្រោយក្នុងសេចក្តីស្លាប់របស់គេអត់មានសេចក្តីសង្ឃឹមតែយើងវិញមានសេចក្តីសង្ឃឹមអាមែនពិតប្រាកដអត់ចាំបានជាអ្នកជឿដល់ព្រះញញឹមខណៈពេលដែលយើងកំពុងឈឺញញឹមខណៈពេលដែលលោកគ្រូវុនកំពុងតែមានជំងឺគាត់ញញឹមបានហើយគាត់ស៊ូទ្រាំបានក្នុងជីវិតសាច់ឈាមដែលពុករលួយនេះត្រឹមតែទទួលយកព្រះយេស៊ូវក៏ទទួលយកដែរមិនថាយើងទេសូម្បីតែព្រះយេស៊ូវកើតក្នុងជីវិតខាងសាច់ឈាមឲ្យតែកើតមកក្នុងជីវិតសាច់ឈាមគឺជួបទុក្ខលំបាក
ព្រះយេស៊ូវកើតក្នុងជីវិតសាច់ឈាមទុកលំបាកអត់ទុកលំបាកវេទនាព្រះយេស៊ូវវេទនាជាងយើងទៀតនៅហត់បងអត់មានលុយអីទេសួរថាបងមានលុយទេសូម្បីតែបងពុនលុយខ្លួនឯងក៏មានដែរមានពេលមួយដែលគាត់ចូលក្រុមការពីនឹងអត់មានលុយបងពុនទេកុំឲ្យជាទីបង្អាក់ចិត្តដល់គេអញ្ចឹងប្រើពេលត្រូវទៅស្ទូចត្រីនៅសមុទ្រហើយបងប្រើត្រីហ្នឹងពណ៌កាក់មួយដើម្បីឲ្យពេលត្រូវស្ទូចទៅបានកាក់មួយយកមកឯព្រះយេស៊ូវបងពុនខ្លួនអញ្ចឹងឃើញថាព្រះយេស៊ូវមានលុយទេអត់ទេសូម្បីសិស្សបងក៏អត់មានលុយដែរដើរជាមួយព្រះយេស៊ូវអត់មានលុយទេណាឃើញថាព្រះតោកយ៉ាលំបាកហើយវេទនាជាងយើងទៀតមែនអត់ហើយបើការឈឺចាប់របស់ព្រះអង្គវេទនាជាងយើងទៀតនៅពេលដែលព្រះដ៏បរិសុទ្ធនៅពេលដែលយកកំណត់ជាមនុស្សសាច់ឈាមគឺវេទនាអ្នកណាក៏ដោយឲ្យតែជាមនុស្សហើយកើតមកក្នុងរូបសាច់ដូចយើងនេះស្គាល់រូបសាច់អត់សម្លឹងមើលខ្ញុំឲ្យតែរូបសាច់គឺវេទនាហើយរូបសាច់លោកពូរូបសាច់លោកគ្រូរូបសាច់យើងទាំងអស់គ្នាឆែកមើលវេទនាមែនទេវេទនាហត់នឿយណាហើយវេទនាណាខ្វល់ខ្វាយលំបាកវេទនាឲ្យតែជីវិតរូបសាច់គឺវេទនាមិនថាឡើយយើងទេសូម្បីតែព្រះយេស៊ូវក៏វេទនាជាងយើងទៀតហើយវេទនារហូតដល់ថ្ងៃស្លាប់វេទនាជាងយើងទៀតថ្ងៃស្លាប់របស់យើងគ្រាន់ជាងព្រះយេស៊ូវស្លាប់តាមសម្រួលអត់មានណាវាយទេណាអត់មានណាវាយទេមែនទេយើងគ្រាន់បើជាងព្រះទេចឹងកុំឲ្យយើងធ្ងោមែនអត់យើងបាច់ធ្ងោទេណោះដោយសារតែថ្ងៃស្លាប់របស់យើងថ្ងៃមរណភាពរបស់យើងងាយស្រួលល្អជាងព្រះយេស៊ូវទៅទៀតព្រះយេស៊ូវត្រូវគេវាយស្លាប់ដោយវេទនាមែនអត់មុននឹងស្លាប់គេធ្វើទុកពុកប៉ុណ្ណេះដល់ព្រះយេស៊ូវវាយនឹងរំពាត់ធ្វើទៅរំកម្មហើយថ្ងៃមរណៈរបស់ព្រះយេស៊ូវវេទនាណាស់ឈាមស្រោចតាំងពីព្រះសេរបស់បងរហូតដល់បាតជើងហើយថ្ងៃឆ្កាងអត់ស្រួលទៀតវាយមានទាំងភួងបន្លាពាក់លើព្រះសេហើយដៃទាំងពីរយ៉ាងម៉េចដៃគោដៃដងនឹងដៃហើយចុះជើងដងនឹងជើងហើយមានទាំងទាហានយកលំពេញចាក់ចង់ជនីទៀតឈាមស្រោចស្រក់មុននឹងឆ្កែហ្នឹងគេវាយខ្ទេចអស់ហើយមែនទេរូបកាយវេទនាជាងយើងខ្លាំងណាស់បានជាយើងវិសេសជាងព្រះយេស៊ូវទុកវេទនាយើងមិនផ្ទឹមប្រៀបមិនផ្ទឹមស្មើនឹងព្រះយេស៊ូវទេព្រះអង្គឲ្យយើងសម្រាប់តាមសម្រួលដូចគ្នាដែរថ្ងៃនេះកូនលោកគ្រូរដ្ឋបានឈ្មោះតាគាត់សម្រាប់ទៅយ៉ាងស្រួលអត់មានណាធ្វើទរណកម្មគាត់ខ្ទេចរលត់សាច់ទេតែដោយជំងឺអត់មានណាមកចាក់គាត់វាទរណកម្មធ្វើបាបគាត់ហូរឈាមដោយព្រះយេស៊ូវទេប៉ុន្តែបើព្រះអង្គសពហាតីឲ្យគាត់សម្រាប់យើងទទួលយកទៅតាមបំណងព្រះហាតីនៃព្រះព្រោះថាសេចក្តីស្លាប់ហើយនឹងជីវិតស្រេចលើព្រះថ្ងៃកើតរបស់យើងក៏ព្រះជាអ្នកកំណត់ព្រះហើយឲ្យយើងកើតមកព្រះហើយបណ្ដាយើងមានជីវិតនៅលើផែនដីព្រះហើយបង្កើតវិញ្ញាណនៃមនុស្សក្នុងគម្ពីរសាការីចំពុក12ខ1ព្រះបង្កើតវិញ្ញាណនៅក្នុងរូបកាយមនុស្សព្រះហើយដែលបង្កើតយើងព្រះហើយជាកំណត់ថ្ងៃឲ្យយើងកើតហើយជប់សូនយើងមកនៅលើផែនដីនេះហើយច្បាស់ជាព្រះដដែលនឹងកំណត់ថាបាបត្រូវស្លាប់ណាកំណត់បាបត្រូវស្លាប់ព្រះដដែលបាបត្រូវស្លាប់អាដាមនៅពេលឯងមិនស្ដាប់បង្គាប់មិនធ្វើតាមឯងបេះផ្លែនឹងហូបឯងហាមប្រាប់ត្រូវស្លាប់អ្នកណាកំណត់ស្លាប់តែឯងល្មើសច្បាប់ឯងមិនស្ដាប់បង្គាប់ឯងមិនធ្វើតាមអញស្លាប់កើតក៏បងឲ្យកើតហើយបើសិនជាបាបឯងមិនស្ដាប់អញឲ្យស្លាប់ធលីដីអញសូនឯងទៅជាធលីដីវិញតែសេចក្តីមេត្តារបស់ព្រះនៅពេលដែលអាដាមបំពេញស្លាប់មែន
ប៉ុន្តែសេចក្តីមេត្តារបស់ព្រះសេចក្តីករុណារបស់ព្រះបើឯងដែលយល់ថាអញបង្កើតឯងអញមិនចង់ឯងបាត់បង់ដល់វិញ្ញាណដល់ជាជីវិតទៅឯបឹងភ្លើងទេអញសម្លាប់សត្វជាតិជាចាញ់បូជាដើម្បីឧបាតដល់អាដាមបានជាអាដាមស្លាប់ខាងសាច់ឈាមតែវិញ្ញាណបានលឺព្រះមេត្តាដល់អាដាមដោយមានដង្វាយលូកបាបដល់អាដាមគឺឈាមសត្វតែមេត្តាខាងវិញ្ញាណទេមេត្តាជីវិតអាដាមខាងឯវិញ្ញាណអាដាមមិនត្រូវស្លាប់ទេដោយព្រោះព្រះអង្គមេត្តាករុណាអត់ទោសបាបដោយព្រះអង្គតម្រូវឲ្យមានការបង់ថ្លៃបាបឈាមសត្វដូចគ្នាដែរព្រះបានបង្កើតយើងមកជាកូនចៅអាដាមហើយអាដាមដែលរស់នៅដោយសារឈាមសត្វរួចពីបានសង្គ្រោះដោយសារឈាមសត្វមានន័យថារូបកាយអាដាមស្លាប់អត់រូបកាយអាដាមស្លាប់ចុះវិញ្ញាណនៅក្នុងរូបកាយអាដាមស្លាប់អត់ទេហេតុអីបានជាវិញ្ញាណរបស់អាដាមអត់ស្លាប់ដោយព្រោះមានដង្វាយលុបបាបឈាមសត្វដែលអ្នកណាតម្រូវឲ្យមានដង្វាយលុបបាបអាដាមព្រះវរបិតាដែលសម្លាប់សត្វឈាមហើយយកអាវយកស្បែកសត្វឈាមមកឲ្យធ្វើជាអាវអាដាមក្រុមបានភាពគេខ្មាស់របស់អាដាមហើយច្បាស់ជាព្រះដដែលដែលតម្រូវដង្វាយលុបបាបដល់យើងដដែលគឺឈាមព្រះយេស៊ូវឈាមព្រះយេស៊ូវពិសេសដល់យើងគ្រប់គ្នាហើយការដែលព្រះចាត់ព្រះយេស៊ូវមកដើម្បីសគត់បង់ថ្លៃបាបយើងដោយសារឈាមហ្នឹងគឺដោយសារចិត្តមេត្តាករុណាអត់ទោសឲ្យយើងដោយព្រះមិនចង់ឃើញនរណាមួយវិនិច្ឆ័យឡើយបាត់បង់ឡើយគឺឲ្យបានជីវិតអស់ការជំនឿត្បិតព្រះស្រឡាញ់មនុស្សលោកជាខ្លាំងដល់ម្ល៉េះបានជាព្រះអង្គប្រទានព្រះយេស៊ូវឈាមដ៏ពិសេសរបស់ព្រះយេស៊ូវតែមួយគត់ដែលនឹងប្រោះលោះបាបយើងគ្រប់គ្នាឲ្យរួចផុតពីបាបបាទចឹងចូលឲ្យយើងទាំងអស់គ្នាបានរស់នៅក្នុងសេចក្តីសង្ឃឹមមានសេចក្តីសង្ឃឹមឡើងឪពុកដំបូងយើងបានស្លាប់ដោយគ្រោះបាបហើយយើងក៏ស្លាប់ដូចជាឪពុកយើងដែរស្លាប់ដូចអាដាមស្លាប់ហើយបន្ទាប់ពីអាដាមមកមានអេបលមានសេតហើយមានបន្តទៀតជាច្រើនហើយក៏បានស្លាប់ជាបន្តប៉ុន្តែអ្នកណាដែលមានព្រះលិទ្ធរបស់ព្រះយេស៊ូវឬក៏ដង្វាយលុបបាបឈាមសត្វព្រះអង្គបាននិយាយកន្លែងពីរមានដឹងអីព្រះអង្គបាននិយាយកន្លែងពីរកន្លែងឋានបរមសុខហើយកន្លែងឋានខុំព្រលឹងមានចាំឯព្រះយេស៊ូវលើកពីឡាសាអ្នកមានអ្នកក្រអ្នកមានគាត់អត់មានដង្វាយលុបបាបឈាមនៃសត្វទេតែឯអ្នកក្រឡាសាក៏មានដង្វាយលុបបាបគាត់ឈាមសត្វសេចក្តីជំនឿគាត់ហើយអ្នកទាំងពីរដល់ពេលដែលស្លាប់ដូចគ្នាប្រងញេមានកន្លែងពីរទៅផ្សេងគ្នាឯអ្នកមានទៅកន្លែងណាអ្នកមានព្រះអង្គមានទូលទៅកន្លែងណាកន្លែងឋានខុំព្រលឹងនោះស្លាប់បឹងភ្លើងថ្ងៃដែលព្រះយេស៊ូវអង្គុយបល្ល័ង្កសថ្ងៃខាងមុខទៀតសប្តាហ៍ថ្ងៃនេះអ្នកស្លាប់នៅឋានខុំព្រលឹងទេឋានខុំព្រលឹងនោះក៏ក្តៅដែរតែក្តៅអត់ដូចបឹងភ្លើងទេនិយាយអំពីបឹងភ្លើងគឺថ្ងៃដែលព្រះអង្គអង្គុយបល្ល័ង្កសជំនុំជម្រះថ្ងៃចុងបញ្ចប់នៃមនុស្សឥឡូវមិនទាន់មនុស្សមិនទាន់ដល់ថ្ងៃចុងបញ្ចប់ឡើយទេថ្ងៃដែលព្រះអង្គយាងមកលើកទី2សោយនេះលើកផែនដី1000ឆ្នាំផុត1000ឆ្នាំទៅព្រះអង្គអង្គុយបល្ល័ង្កសហើយពេលដែលព្រះអង្គអង្គុយបល្ល័ង្កសគឺអ្នកដែលនៅឋានភពព្រលឹងនោះស្លាប់ហ្នឹងគឺហៅមកជំនុំជម្រះបោះចូលបឹងភ្លើងរាល់ថ្ងៃព្រៀបដូចគុកឃុំបណ្ដោះសោះប៉ុន្តែគុកឃុំព្រលឹងឬក៏ហៅថាឋានឃុំព្រលឹងនោះក៏វេទនាដែរមិនស្រួលណាគាត់ឋានឃុំព្រលឹងនោះស្លាប់វេទនាទៅហើយក៏ក្តៅនិយាយឆ្លើយឆ្លងជាមួយឡាសាបានមែនប៉ុន្តែគាត់ក្តៅឡាសាក្តៅអត់ក្តៅទេតែសប្តាហ៍ថ្ងៃឡាសាមួយអារាមអត់នៅឋានបរមសុខទេព្រះយេស៊ូវបានសគត់នាំពួកគាត់ទៅឋានសួគ៌ហើយព្រះយេស៊ូវបានយាងទៅឋានបរមសុខនាំពួកគេទៅឋានសួគ៌ហើយបានជាគម្ពីរម៉ាថាយបានសម្ដែងថាម៉េច
máu bu bò giọt rú làm vinh cho quên về Giêsu máu bu bò giọt cho máu mà đâu ba để nó cho than không và lưng nuôi rú làm vinh hết ở đây giọt ngay nơi tại đây than không và lưng nuôi miền mà nuôi trôi từ ở giọt ngay nhà nào miền về Giêsu cứ trôi từ lại đó này bà ní chia chụp lại ở thứ chân trôi nhớ luôn đâu miền chụp lại mà là những đào máu hay những miền bèm tung toàn trôi vào đâu bèm tung to tiền giờ hoàn toàn miền bèm tung ở dân mình chọn từ đầu nắng được có miền bèm tung to tầm một điều với có bèm tung tầm tây điều là có đúng miền bèm tung thay tiền chọn hai hài trong một thay tình tiết có to tiền sạch nó mấy nó giờ còn toàn điểm cho là hai nền tài đó lấy cái cho cùng pi bằng tới vậy cho bèm tu đó chân dòng non bèm bằng tu ăn bèm tu bằng tay bà lấy chân non bèm tu được bọc bèm tu được bọc bèm trong ngàyนี้ก็เป็นศาสนาจุบุประเพณีของมวยดอกหอบุญบานสำได้ท่าไอ้บèm tu ngàyนี้ยืนดักจำลองchứng ngày mồนะวิเศษchứng ngày cả ngày mồนะวิเศษchứng ngày cảไอ้นักขนมเป็นศาสนาจุบุประเพณีของมวยดอกหอบุญยังอ่านให้ยังเตียงสลับหอกนี้ให้ยกจัดตุกดักของbèm tuหอกนี้บ้านยังอ่านคอมวยก็เป็นศาสนาจุบุประเพณีของมวยดอกหอบุญเนียบชวนโอนุวิเศษเจียงเปล่งกระโอมดอกเมียนดำไล่ให้ไงโมรณะก็วิเศษเจียงไงการใดพอปีสูงเต้าไอเตียได้เมียนกากันตุกจีเจียงเต้าเตียได้เมียนกาจุดเดียงตบัดโมรณะเพียงจีจงบงพดระบอบมนุษย์แต่งลายให้มนุษย์ได้เนื้อรู้หนึ่งยูจัดตุกดักจมปูสิกระไรนูเขาไว้สิกระไรเศร้าเมียนประยาวเจียงสิกระไรสำเนาถ้าบัดตึกมุกรุยลงไปบรรดาเอาจัดสบายลาวถอบุญโดยเฉพาะจัดระบอบมนุษย์เมียนปรัชญานุ่งไตไตดักนองเตี้ยได้เมียนกาเศร้าไตจัดระบอบมนุษย์ลิงเงือไตดักนองเตี้ยได้เมียนกาสบายดีไปอาเมนนี่จีเปรี้ยวบรรทุของเปรี้ยวทั้งออกนี้แต่ยืนพูดแต่สลับทั้งออกนี้ทำไมอยู่จนทั้งออกนี้ไอ้พลื้ทั้งออกนี้ไอ้รวนเอาเมียนสิกระไรสังคมได้ดังแท้ยืนวิเศษเจียงมนุษย์เมียนปาดอกไตเซนเตียได้เกณฑ์เนยโดยยืนมนุษย์เซนปาให้เกณฑ์รวนเอาออกเมียนสิกระไรสังคมให้เกณฑ์รวนเอาเนยหอบโดยจะยืนได้เพี้ยนทางมนุษย์เพี้ยนทางมนุษย์แต่เนยหอบลงบางเวทนีเนยหอบลงบางเวทนีปัจจัยไอ้ยังวิ่งยังเนยหอบลงบางเวทนีโดยไงได้แต่เมียนสิ่งใดสังเคราะห์ของการเนยหอบลงบางเวทนีแต่พระเมียนพระเยซูบอกพลือยืนยังเนยแต่ยังเมียนสิ่งใดสังเคราะห์ปิดเปรี้ยได้บอกมันเจ้าท่าโกนเนยเราให้สัจฉิมโกนจอมป่าให้เตียงแต่งสลับหรือต่อช่วงนองสิ่งใดปุ๊บรวยเติมอาเมนไหมชีวิตสัจฉิมยังนี่เนยหรือก็ช่วงเติมสิ่งใดปุ๊บรวยปัจจัยเมียนสิ่งใดสังคมเมียนสิ่งใดสังคมแต่ไอ้เนี่ยเซนเตียนcái nơi lục baเวทนีปัจจัยcáiเอาเมียนสิ่งใดสังคมcái nơi hỏi cáiเวทนีhỏiปัจจัยcáiเอาเมียนสิ่งใดสังคมตีcứ cái nuôi nó khôngสิ่งใดไพ่ក្នុងการเนยหอบcái nơi hỏi cái quạt tháp hỏi bà bong bồn xuống nè đào miền Pре Giêsu sự cái mờ nơi ấy nơi họ đấy họปัจจัยเลิกไปนั่งจะเลี้ยงคือไพ่เว้นสิ่งใดไพ่ย่อขนมจีบรวนนั่งอันเนยหายฮอตหายคอมปรันหายแต่ยังสกัดไพ่นกขนมกาđể nơiฮอตไพ่nơi chẳngไพ่nơi chẳng nhọpไพ่ควอลควายไพ่ควอลควายตุกกงวอลควอลควายเราโหดดอชื่อเจียนตรงนน
rồi ai đấng cái tha sạch san rồi còn tàu con chờ đâu đời xa cả nơi nó bao nhiêu cả hot nó bao nhiêu ọt miền tì sừng khẩm ọt miền sừng khẩm là trong cả nơi hot luôn ọt miền Pре Giêsu miền là cây bên miền rẹt sa tà cả nơi không bờ bàn mà nó miền bạc cái nơi đôi chỉ dừng lại dừng thành nơi này tại không biết mà nước miền Bắc đại nơi mà nước miền Bắc cái nơi với cái nơi thì họ nơi đó chỉ chữ và tại cả nơi nó bao cái họ miền Pре Giêsu đất nọ nên là đất nọ rẹt nó pe đại ca nơi họ ở đứa con chỉ vật cái đại nơi họ chua tập trong sự đây bung rồi lui men còn tay cần từng tâm cho môi cái đi cái họ miền sự đây sừng thầm cái luôn nó không sự đây thay khoa nơi hơi thay bộ mình thay mang sự đây tóc slot sự đây thay khoa xong bây ta dùng có cái ớt squat thảo với tới sổng rạ vì nhiên bạn sổng rạ chất đại bạn sổng rạ ớt miếng ấy phây tiền bớt phây tiền ngay phây tiền là nghĩa phây tiền vô ở đặt nhạc lao đơn rút cứ phây mà đấy nét đào miền Pре nét đào miền Pre cái ta bị phây để pro chỉ vật những ọt miền Pре Giêsu ọt miền sẽ cái đây sân khâm nó không chỉ vật tê miền tả này qua đây ọt rẹt sa tàn qua đó để pro chỉ vật ọt miền Pre Giêsu miền pin đào rẹt sa tàn hãy ban nu thả nơi học hơi buộc tiếng rẹt tròn tiền nơi hơi đó nè vì miền tiếng rẹt sằng cọt sằng cân pin năng tiền hay ở dùng thay tiền ở dùng clay đó ở dùng clay chiếng mà nó đại miền Pre tại em mà nó miền Pre về cái nơi men cái hot men tại miền Pre cộng sản chả ớt thầy nơi trong đó nè nè đại miền Pre Giêsu nơi trong đó cái nơi tại cái ớt thầy cái nơi tại dùng lăng cái đấy xuống cái nơi tại chân cái score cái lôn cái tóc lôn cái miền bờ hông bờ miền hông nhằm hông miền bông tia om cái bài tia còn nhằm cột cột miền phần ná cái score chật phần nắng mình đôi chia mà nung miền ba để cái nơi đôi dân này để khác miền đôi chừng giờ tiền tay cái thầy dân ở miền đôi đôi kế tay dân ở thầy dân nơi đây tay dân ở thầy đôi kế dân ở miền đôi chọn chừng kế đi mà ngày rồi mà ngày ấy vẫn tay dân sắp bài nơi tay sắp bài không can nơi hot vẫn tay đây lùa sủa nơi hot tay chân scott ở bên chân lộ chứ vẫn chết ta sắp bài tay mẹ nó nơi tay dân biết ổng nó không can nơi hot này miền Pre Giêsu trong lá miền Pre Giêsu các đại miền Pre Giêsu dùng là cày bị can nơi khăn không răng răng bay chỉ vật thấy dùng là được đến đủ rồi miền Pre Giêsu bên tay nè đạo miền Pre Giêsu cái nơi học hỏi dùng là cái đến thầy nè đại đến thầy dùng là một cái thầy tiền bát thầy tiền nghĩa thầy tiền dục cái tập thầy nó hay su tập thầy nó du mà ta chui dây ban đó mình thêm mấy bán chui dây bán đó lấy bán chui ở vay bán thì alo bà chân dân su dương luôn ai mà nẹp nè cả nơi rồi dương hơi dùng là bốn tiền cà phê bụi phây nong chật chỉ vật dương ta chui dây bán Presumium tu tha ta đã rọc nia ai bằng thêm cái bộ pi hạt rồi cái pi thêm cái bộ pi tập pi hạt bàn ấy đời sẽ đây khoa khoai nè thật tiêm không ớt bàn thì sẽ đây khoa khoai nhưng mà ai bằng thêm cái bộ đập pi dân đuôi thật dân tiêm nè đừng có sẽ đây khoa khoai dân sẽ đây phải khai dân tha dân cro ta sẽ đây phải khai nó ngồi dân miền bàn ấy phải dân thầy dân
ôi nhom corona nhom phay na hay à phay nắng chui ở miền đấy ọt phò miền tài trừ miền trừ thầy ban cung kết bị đường miền cỏ tại sông khăn ở miền Bè Giêsu sânแต่miền Bè Giêsuยังวิเศษจังดักmiền tiệtเนี่ยคลาcái miền lối tại cáiจมlăng cái nào đầy phay ấy na buồnเนี่ยคลาmiền đầy bùng ruồi miền đầy luôi miền đầy chọc miền đầy plon miền đầy cặp kê miền đầy khó chấm ăn cái miền men bàn tay miền không bờ ba hay bây giờ mình tu xong nàyทำไมcùng áo chờ này mà nu miền đầy trồng ra lao mà nu miền ba đầy kê miền hay trồng ra lao cùng áo chờ này kê thế ở dương miền phải dây xung quanh đây thì say chiên đầy nẹp miền cái miền trong sân bát bàn tay trong sân bát ông mình ai tinh pro lên cái bàn đây hai con mình ai vô vào vay một tinh pro lên đô nâng pro lên thì nhân cái bàn này bây giờ miền tôi tha để ban lô cây tamu bắt pro lên từ miền để chọn ấy bây giờ miền tôi tự tiệt tha vô vào vay ở tinh pro lên luôn vô ấy ở tinh ở tinh miền tây bây giờ là hết đó bảo bây giờ su cái tại môi con chia chấm lại để chỉ vật bây giờ là hết bảo bây giờ su đánh bạc giờ hai tờ tua bây giờ su công cho môi dừng sọc chật nơi hot vô láng đầy lụt tại bởi dân ông miền Pре Giêsu luôn ở trong ba luôn ở trong ả rẹt đất no dùng láng đến thầy chân ascote cái tập thầy mẹ nấy nè lại thầy bà cha nam mẹ tên nè lại thầy miền nam đến thầy ấy bác lo cho lỡ miền thầy đi đấy mấy bạn học thầy miền Pre Giêsu đi chia chấm lời nè na để miền Pre Giêsu cái nơi men hot men rất lăng thôi ca men và ta dùng lăng đấy luôn rồi miền nào quay scop nâng anh nâng trong ngày này miền phong tia muối luôn này mày nói phong tia ngào muối cái đuôi luôn này miền đất thật bắt sấy đuôi luôn đi rồi còn một slap tân thang xua tiệt miền Pre Giêsu miền sẽ cái đây sống không không khai slap còn miền sẽ cái đây sống không ca để dừng nơi hot còn miền sẽ đây sống không ca nơi hot đợi đến thang cả nơi hot dơ về đây là cọp chân sờ bái luôn rồi nâng miền Pre Giêsu bàn tay bờ miền Pre Giêsu mình nơi hot hơi dùng láng ở cọp chân để thời để đó luôn để ăn nuôi miền này khác để ăn nuôi dùng láng và nè đây kết chân hay nè đây miền à rẹ hay pin đôi à rẹ hay sẽ đây buông chỉ chân dùng láng ở đây chứ miền tập thầyนี่ชีวิตเราเมียนพระเยซูทอกนี่แล้วยังมาเปรียบตัวมาเปรียบเนียมชมวลอ๋อนุวิเศษเจียมเปรงกระโดดเมียนดอกไหลเนียมชมวลอ๋อวิเศษเจียมเปรงกระโดดอกเมียนดอกไหลเปรงกระโดดเมียนดอกไหลแต่โดยตะกอบยังนี่cáiเป็นประกอบบอกcáiรอบโรยรอบปอนให้เบิกคือเปรงกระโดดในประเทศอิสราเอลนะเมียนจามิสตรีสายอิสราเอลชมัวมาเรียโอมาท้าบอกใบเปรงดอกนั่งให้เปรงดอกนั่งเมียนดอกไหลนะเปรงดอกเปรงได้บอกใบให้โยเปรงนั่งลิบสอดกอดไอจุดเปรบาตีนเปรเยซูบางท่านเนี่ยเด็กเฟิร์นนั่งอ่ะจิเกดอกไหนเหล่านี้คือกินักจังการออกจ้าเด็กเนี่ยยืนเลี้ยงปองตรอดสมบัติล้วนเปรย์ดอวิเศษก้อนผมไปให้ก้อนบันเทียบยังไม่โยสอก้อนแต่จูนังเปรย์บาตีนประออนให้เรื่องราวนุบานกำตุกสับไงนี่จิเกดองในจิเกดอกบอสตรีมาเรียนได้วิเศษนะได้ก้อนเฟื่อมดนังประออนเรียบนังเกจักมดนังประออนเรียบสกุลได้สตรีนังเมียนออกกาดอวิเศษđể con bàn phương ca lõ nơi trong buông Pre Giêsu con bàn đồng bay đọc Pre đỏ miên đồng lành trong ăn của phi xâm đáy thầm ấy niêm chua lõ vì xe chiếm Pre cờ ôm đầy miên đồng lành Pre Giêsu chỉ niêm đo lõ sầm rắc niêm Maria một bay đọc Pre đầy miên đồng lành chào chặt vô niêm Pre Giêsu chặt vô chua Pre Giêsu vì xe đo còn hiệnผมใบเปรย์นังเจ้าเปรย์ใครก็จะลอยใครนะ
វិសេសប៉ុន្តែមិនវិសេសជាងនាមព្រះយេស៊ូវទេក៏បំបីចោលបើគិតជាលុយច្រើនណាស់តែទោះបើលុយគាត់មិនមើលឃើញលុយនឹងធំជាងនាមព្រះយេស៊ូវទេនាមព្រះយេស៊ូវវិសេសជាងប្រេងក្រអូបដែលមានតម្លៃគាត់ហ៊ានបំបីចោលយកតែក្លិនប្រេងហ្នឹងចូលនឹងសក់លាបព្រះបាទទាទ្រង់ឲ្យតែបានគប់ព្រះហត្ថីនៃព្រះគាត់សុខចិត្តបំបីប្រេងចោលរបស់ដែលមានតម្លៃលុយមិនវិសេសប្រេងដែលមានតម្លៃលក់ជាលុយមកបានជាច្រើនមិនវិសេសអ្វីដែលវិសេសព្រះនាមព្រះយេស៊ូវព្រះនាមព្រះយេស៊ូវថ្ងៃនេះចូលយើងបំបែកជីវិតសាច់ឈាមយើងចោលចាក់យកព្រះនាមព្រះយេស៊ូវរស់នៅក្នុងសេចក្តីសង្ឃឹមទោះបើខ្ញុំនឿយមែនតែខ្ញុំមានព្រះនាមព្រះយេស៊ូវខ្ញុំនឹងប្រាប់ខ្លួនឯងថាចិត្តអើយស្កប់អត់ធ្មត់ស៊ូទ្រាំឈឺចោះប្រាប់ខ្លួនឯងរូបកាយអើយឈឺចោះពុកចោះរលេះរលួយចោះតែព្រះយេស៊ូវនាមដ៏វិសេសនឹងប្រោះឲ្យយើងក្នុងសេរីល្អរូបកាយដល់កុំខ្លាចនឹងការដែលសាច់ឈាមពុករលួយតែសំខាន់នោះទុកចិត្តដល់ព្រះនាមព្រះយេស៊ូវដែលព្រះអង្គនឹងដូររូបកាយដល់ទៀបថោកយើងរូបកាយដល់ពុករលួយយើងចូលទៅក្នុងរូបកាយឧត្តមនេះជាព្រះបន្ទូលរបស់ព្រះព្រះយេស៊ូវមិនអំពឹងឲ្យយើងរស់នៅក្នុងរូបកាយនេះទេចឹងមែនអត់សម្រាប់អ្នកជឿព្រះហើយអ្នកដែលជឿដល់ព្រះយេស៊ូវមិនរំពឹងថាយើងរស់នៅក្នុងរូបកាយនេះជារៀងរហូតនៅលើផែនដីទេមិនមែនចឹងទេគឺត្រៀមគឺយើងទាំងអស់គ្នាត្រៀមជួបគ្នានៅជាមួយព្រះយេស៊ូវនៅឋានសួគ៌នេះគឺអ្នកដែលរស់នៅមិនមែនយើងរស់នៅលើផែនដីរហូតដល់ព្រះអង្គឲ្យយើងរស់មិនចង់វេទនាដល់កាលព្រះអង្គមិនចង់ឲ្យយើងវេទនានៅលើផែនដីយូរទេហើយបើយើងយល់ទៅឋានសួគ៌ពេលណាល្អកាលហ្នឹងបាទព្រោះជីវិតនៅលើផែនដីមិនស្រួលទេអ្វីដែលស្រួលនគរឋានសួគ៌ពិតប្រាកដអត់នគរឋានសួគ៌មានកន្លែងកាប់លួចឆអត់មានដឹងទេគ្រាន់ឋានសួគ៌ផ្លូវធ្វើពីមាសហើយនៅលើផែនដីនេះមាសថ្លៃអត់ថ្លៃអត់ហើយឃើញផ្លូវធ្វើពីមាសអត់មាសដ៏ថ្លៃហើយពិសេសសម្រាប់យើងប៉ុន្តែព្រះអង្គយកក្រាលធ្វើផ្លូវនៅឋានសួគ៌ទីក្រុងឋានសួគ៌ពោពេញដោយមាសហើយពេជ្រពន្លឺត្បូងទទឹមថ្លៃជាងពេជ្រទៀតត្បូងទទឹមថ្លៃជាងពេជ្រទៀតពេជ្រថ្លៃអត់ពេជ្រមកគ្រាប់ប៉ុន្តែដៃនេះរាប់$100,000មកគ្រាប់រាប់$100,000ហើយបើខ្សែកមកឈុតគេអាចមកលានជាង$1,000បើសិនគ្រាប់ធំហ្នឹងប៉ុន្តែនគរឋានសួគ៌យកធ្វើជើងកំផែងឬក៏កំផែងរបស់ដែលថ្លៃនៅលើផែនដីបងថាគ្រាន់តែជាកំផែងក្រោះហើយអ្វីដែលថ្លៃអស្ចារ្យមាសដែលមានតម្លៃយើងគេថាថ្លៃបងយកធ្វើថ្នល់ផ្លូវឋានសួគ៌ក្នុងគម្ពីរវិវរណៈបានសម្ដែងឲ្យយើងដឹងចឹងហើយបានជាយើងជាអ្នកជឿដល់ព្រះយេស៊ូវសង្ឃឹមថ្ងៃមួយខ្ញុំនឹងឃើញព្រះយេស៊ូវច្បាស់ដូចជាបទចម្រៀងថ្ងៃមួយយើងនឹងឃើញព្រះយេស៊ូវច្បាស់មុខនឹងមុខនៅនគរឋានសួគ៌ដែលជាលំនៅដ៏ពិសេសមិនមែនផែនដីទេអ្នកដែលជឿដល់ព្រះយេស៊ូវមិនសម្លឹងផែនដីទេតែសម្លឹងងើយទៅលើងើយទៅឋានសួគ៌ដែលព្រះយេស៊ូវគង់នៅខាងស្ដាំព្រះបវរឡាចឹងបានជាថ្ងៃស្លាប់របស់យើងវិសេសជាងថ្ងៃកើតត្បិតនៅពេលដែលយើងកើតមកនៅលើផែនដីទេគ្រប់គ្នានៅពេលដែលកើតមកជាសត្វឈាមរស់នៅលើផែនដីទេហើយរស់ជីវិតរស់នៅលើផែនដីវេទនាណាប៉ុន្តែនៅពេលដែលយើងស្លាប់ហើយមានព្រះនាមព្រះយេស៊ូវនោះវិសេសជាងថ្ងៃដែលកើតរស់នៅលើផែនដីដែលវេទនានេះ
ដែលដឹងថាថ្ងៃស្លាប់ក្នុងព្រះយេស៊ូវឃើញឋានសួគ៌ឃើញព្រះយេស៊ូវគេថាថ្ងៃស្លាប់ពិសេសជាងថ្ងៃកើតអត់ថ្ងៃស្លាប់យើងឃើញឋានសួគ៌ជួបព្រះយេស៊ូវបានឃើញផ្លូវមាសកំផែងក្រុងដោយត្បូងគ្រប់ប្រភេទដែលមានតម្លៃនៅលើផែនដីនេះដែលគេរាប់ថាវិសេសហើយមានតម្លៃលើផែនដីនេះប្រងយកធ្វើកំផែងយកធ្វើផ្លូវសូម្បីតែសម្លៀកបំពាក់យើងនេះក៏បងដូរឲ្យសម្លៀកបំពាក់ដ៏ពេញដោយសេរីរុងរឿងតែគឺសម្លៀកបំពាក់សតំណាងឲ្យបរិសុទ្ធសម្លៀកបំពាក់សបរិសុទ្ធពិតប្រាកដដែលព្រះបានសម្ដែងឲ្យយើងដឹងចឹងបានជាអ្នកជឿដល់ព្រះយេស៊ូវរស់មានសេចក្តីសង្ឃឹមបាទឥឡូវតទៀតបានទេយើងដល់ម៉ោងណាឥឡូវយើងអធិដ្ឋានចប់ហើយបើមានវគ្គត្រូវអធិប្បាយតទៀតខ្ញុំនឹងបន្តមេរៀនយើងតទៀតបាទឥឡូវយើងអធិដ្ឋានចប់ហើយយើងដល់ម៉ោងសម្រាប់ព្រះយេស៊ូវគុណអរពីគុណទ្រង់សូមថ្វាយកិច្ចការដែលពួកកូនកំពុងតែធ្វើគឺពិធីបុណ្យសពកូនលោកគ្រូរតវ៉ាន់ឈ្មោះតាក្នុងព្រះនាមព្រះយេស៊ូវសូមព្រះអង្គសពប្រាតីទទួលយកនៅវិញ្ញាណដាដែលជាកូនប្រុសទី1របស់លោកគ្រូរតវ៉ាន់ទៅនៅជាមួយព្រះអង្គក្នុងសេរីល្អហើយសូមប្រទានពរដល់ពួកកូនទាំងអស់គ្នាឲ្យមានអំណរទោះបើពួកកូនបានបាត់បង់សមាជិកពួកជំនុំសមាជិកពួកជំនុំយ៉ាងណាប៉ុន្តែពួកកូននៅតែមានសេចក្តីអំណរដោយសារព្រះនាមព្រះយេស៊ូវដែលព្រះអង្គឲ្យកូននៅមានសេចក្តីសង្ឃឹមហើយសូមប្រទានចិត្តអំណរក្នុងការដែលពួកកូនកំពុងតែមានទុក្ខលំបាកនេះទុក្ខដ៏ក្រៀមក្រំនេះក្នុងការក្រុមគ្រួសារលោកគ្រូរតវ៉ាន់ដែលបាត់កូនប្រុសដែលជាទីស្រឡាញ់របស់គាត់ហើយកូនសូមថ្វាយព្រះបន្ទូលរបស់ទ្រង់ដែលកូនបានប្រកាសហើយផ្សាយនេះជាព្រះបន្ទូលដែលកំសាន្តចិត្តដល់ក្រុមគ្រួសារសពហើយក៏ជាការកំសាន្តចិត្តលើកទឹកចិត្តហើយក៏បំភ្លឺពួកកូនទាំងអស់គ្នាដែលបានចូលរួមក្នុងពិធីបុណ្យសពនេះដែរហើយកូនអធិដ្ឋានឲ្យអរគុណថ្វាយគ្រប់កិច្ចការដែលពួកកូនធ្វើមិនថាចម្រៀងមិនថាព្រះបន្ទូលថ្វាយក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែន